ឥឡូវចូលដល់ចំណុចទី3បាទខ្សែក្រវ៉ាត់ WBC គុណខ្មែរបងប្អូនខ្ញុំបើកមួយមិញខាងថៃគេបង្ហោះថាអានេះបើនិយាយថាខ្ញុំតាមដានណាបាទខ្ញុំតាមដាន page បងយ៉ាសីចន្ទថនបាទគឺ WBC គុណខ្មែរនេះគឺមានការទទួលខុសត្រូវច្បាស់លាស់បាទពីខាងស្ថាប័ន WBC ប៉ុន្តែយ៉ាងណាមិញខាងថៃគេបានបង្ហោះថាវាគ្រាន់តែជាកាដូបាទជា gift បាទជា gift មួយដែល WBC ហ្នឹងបាទគេបានផ្ដល់មកកាន់ខាងមិចស៊ីកូដើម្បីឲ្យមានការប្រកួតដដែលអញ្ចឹងទៅបាទប៉ុន្តែបើយើងមើលទាំងអស់គ្នាណាបាទតាមរយៈដែលអ្វីលោកអុកញ៉ាសញ្ញធនបានបង្ហោះមិនមែនគ្រាន់តែជាសមាជិកលុំទេបងប្អូនបាទខ្សែក្រវ៉ាត់ហ្នឹងគឺទទួលស្គាល់បាទដោយខាងមិចស៊ីកូដែលបានអនុញ្ញាតបញ្ចូលយើងមាន WBC World Champion បាទយើងមាន WBC មួយថៃហើយរបស់យើងនេះគឺ WBC គុណខ្មែរអញ្ចឹងព័ត៌មាននៅខាងថៃចុះផ្សាយហ្នឹងជារឿងរបស់គេបងប្អូនបាទហើយខ្ញុំក៏មិនទាន់បានទៅជួបជាមួយក្រុមការងាររបស់បងយ៉ាសញ្ញធនឬក៏បងយ៉ាសញ្ញធនដែរអញ្ចឹងចាំមើលខ្ញុំជួបត្រឹមបុតបាទស្រីឌីជាបុតប្រហែលជាគាត់អាចដឹងច្រើនដោយសារតែខ្សែក្រវ៉ាត់មួយនេះគឺមានការចូលរួមពីគាត់បាទអញ្ចឹងខ្ញុំអាចនឹងជួបគាត់ដើម្បីលម្អិតពីគាត់បន្តិចប៉ុន្តែយ៉ាងណាខាងថៃគេបានបង្ហោះអានោះជារឿងរបស់គេហើយក៏ខ្ញុំមិនទាន់ហ៊ានថាគេផុសដើម្បីអីគេជាព័ត៌មាន fake ឬមិន fake ដែរប៉ុន្តែអ្វីដែលយើងបានដឹងពីខាងខ្មែរយើងណាគឺខ្សែក្រវ៉ាត់នេះយើងមានអាជ្ញាប័ណ្ណដែលគេទទួលស្គាល់ត្រឹមត្រូវបាទនេះខាងថៃផងមិញបងបាទកន្លះម៉ោងមុនណាបាទគេថាវាគ្រាន់តែជា special gift មួយបាទពី president បាទប្រធានរបស់ Mexico បាទ for Western Boxing បាទអញ្ចឹងក្នុងនោះក៏មានខ្មែរដែរឥឡូវចាំមើលបាទខាងនេះគេមិនសោកយំយើងច្រើនណាស់បងប្អូនឥឡូវយើងចាំមើលទាំងអស់គ្នាទៀតបាទចាំមើលបន្តទៀតហើយសម្រាប់ខ្សែក្រវ៉ាត់នេះបើតាមខ្ញុំដឹងគឺដូចជាដាក់ឲ្យទៅដើមបងប្អូន2ខ្សែបងប្អូនឃើញទេពេលហែមកគឺហែមក3ខ្សែអញ្ចឹងនឹងដាក់ឲ្យទៅដើម2ខ្សែនៅថៃចូលឆ្នាំនៅកំពង់សោមបាទកំពង់សោមនឹងមានការដាក់ទៅដើមខ្សែក្រវ៉ាត់នេះហើយសម្រាប់ខ្សែក្រវ៉ាត់ណាខ្ញុំមិននិយាយតែខ្សែក្រវ៉ាត់ WBC ISKA ឬក៏ខ្សែក្រវ៉ាត់ណាទេមិនថាខ្សែក្រវ៉ាត់នោះមានតម្លៃយ៉ាងណាទេបើសិនបើយើងរៀបគូបាទឃើញលទ្ធផលមុនបាទខ្សែក្រវ៉ាត់នោះបើទោះបីជាបានមែនប៉ុន្តែពេលខ្លះវាហាក់ដូចជាមិនសូវមានតម្លៃអញ្ចឹងស្របពេលដែលខាងបងញ៉ាសីយន្តថនបាទគាត់បានខំពុះពៀដាក់ពាក្យគុណខ្មែរបាទនៅលើនេះហើយបាទខ្ញុំក៏មិនទាន់ហ៊ាននិយាយដែរដោយសារតែខ្ញុំអត់ទាន់ឃើញគូបាទថាតើគូដែលត្រៀមមកប៉ះកីឡាករយើងនឹងជាអ្នកណាប៉ុន្តែបើទោះបីជាខ្សែក្រវ៉ាត់នោះជាស្ថាប័នរបស់ WBC ក៏ដោយបើសិនបើថ្ងៃចូលឆ្នាំបាទកីឡាករដែលត្រូវមកប្រកួតជាមួយយើងបាទពួកគាត់ credit អាចនិយាយបានថាក្រោមយើងពេកបាទការដណ្ដើមខ្សែក្រវ៉ាត់នោះក៏មិនសូវជាណាស់ណាដែរខ្ញុំហ៊ាននិយាយថាដណ្ដើមខ្សែក្រវ៉ាត់ WBC អញ្ចឹងបើដាក់ខាងដៃគូដែលត្រូវមកប៉ះខ្មែរហើយបើតាមព័ត៌មានខ្ញុំដឹងដូចជាឈឿនល្វីនិងសុកធីជាអ្នកត្រៀមដណ្ដើមអញ្ចឹងត្រូវដាក់អ្នកខ្លាំងមកដើម្បីឲ្យខ្សែក្រវ៉ាត់របស់យើងនឹងកាន់តែមានតម្លៃឧទាហរណ៍បើយើងឈ្នះគេក៏យើងល្បីហើយបើគេឈ្នះយើងវិញឧបមាថាគេអ្នកល្បីស្រាប់អញ្ចឹងដល់ពេលដែលគេពាក់អាខ្សែក្រវ៉ាត់នឹងទៅផ្សព្វផ្សាយវាកាន់តែចំណេញដល់គុណខ្មែរបាទអញ្ចឹងសង្ឃឹមថានៅថ្ងៃទី14ខែមេសានេះបាទបងញ៉ាសីយន្តថនដែលគាត់រៀបបាទខ្ញុំអត់ទាន់ហ៊ាននិយាយទេព្រោះអត់ទាន់ឃើញគូប៉ុន្តែដល់ពេលដែលចេញគូមកខ្ញុំនឹងវិភាគហើយនឹង search មើលប្រវត្តិជូនបងប្អូនខ្លះបាទព្រោះថាបច្ចុប្បន្ននេះមិនថាសង្វៀនណាទេគឺកម្រិតកីឡាករដែលមកប្រកួតជាមួយកីឡាករខ្មែរយើងពេលដែលប្រកួតខ្សែក្រវ៉ាត់ភាគច្រើនគឺពួកគាត់នៅក្រោមយើងរៀងឆ្ងាយបាទយូរមាន50ដោយតៃម៉ូមកនេះបាទតៃម៉ូមកប៉ះបានថងនេះមុនហ្នឹងប្រវត្តិអូខេ50 60អញ្ចឹងទៅបាទអញ្ចឹងខ្សែក្រវ៉ាត់ជាស្ថាប័នដ៏ធំសង្ឃឹមថាគូបាទដាក់មកឲ្យបងប្អូនយើងគាត់គេហៅថាទុះទាយបាទដូចលើកមុនណាធំប្រហែលសុកធីជាមួយពុតសបោលើកមុនក៏អស្ចារ្យដែរបាទន័យថាដាក់ខ្សែក្រវ៉ាត់ប៉ុន្តែសមត្ថភាពបែបគ្នាធ្វើឲ្យបងប្អូនយើងគាត់គាត់តាមដានបាទហើយមួយទៀតខ្សែក្រវ៉ាត់ដែលសុកធីព័ត៌មាននេះគឺខ្ញុំបាន check មើលបងប្អូនយើងបាទបងប្អូនយើងគាត់បង្ហោះបាទថាខាង KKF នឹងរៀបឲ្យជឿនល្បីរួមទាំងសុកធីបាទទៅដើមអញ្ចឹងចាំមើលគូសិនហើយខ្ញុំសំណូមពរមកដល់ហើយបាទដាក់អ្នកដែលល្អដើម្បីឲ្យខ្សែក្រវ៉ាត់របស់យើងនេះកាន់តែមានគុណភាពកាន់តែមានតម្លៃបាទព្រោះថាខ្សែក្រវ៉ាត់ខ្ញុំដឹងថាតម្រាំតែដាក់ពាក្យគុណខ្មែរនេះបានគឺពិបាកបាទមិនស្រួលទេបាទមិនស្រួលទេបងប្អូនគិតមើលរាប់ឆ្នាំហើយបាទយើងអត់ដែលមានទង់ជាតិឬក៏ឈ្មោះគុណខ្មែរនៅលើហ្នឹងទេយើងធ្លាប់មានទង់ជាតិខ្មែរនៅលើខ្សែក្រវ៉ាត់ WBC RC បាទអាស៊ាននេះដូចជាអាស៊ានបាទមានរូបទង់ជាតិយើងណាប៉ុន្តែនោះដូចជាខ្សែក្រវ៉ាត់សកលខ្ញុំ check មើលជុំបងប្អូនដែលមានរូបទង់ជាតិយើងណាបាទមានរូបទង់ជាតិយើងមានមួយខ្សែដូចជាអាស៊ីអូនេះបាទមានរូបទង់ជាតិយើងគឺមានយូរហើយបងប្អូនប៉ុន្តែនេះអានេះជាខ្សែក្រវ៉ាត់ WBC RC បងប្អូនអានេះរូបទង់ជាតិយើងនេះរូបទង់ជាតិយើងតែប៉ិតរូបទង់ជាតិយើងមានយូរហើយប៉ុន្តែអត់មាននៅលើស្ថាប័នខ្សែក្រវ៉ាត់ដែលវាយសេរីអានេះគឺខ្សែក្រវ៉ាត់លំដាប់ RC បាទឬក៏ ASEAN Boxing បាទអញ្ចឹងឥឡូវនេះយើងមានរបស់យើងអញ្ចឹងដាក់គូល្អខ្ញុំជឿថានឹងទទួលបានការគ្រប់គ្រងច្រើនហើយបើគេឈ្នះក៏កាន់តែល្អដើម្បីអីគេអ្នកខ្លាំងមកដល់ពេលគេស្ពាយខ្សែក្រវ៉ាត់គុណខ្មែរទៅវាប្រៀបដូចជាការផ្សព្វផ្សាយអញ្ចឹងបាទវាប្រៀបដូចជាការផ្សព្វផ្សាយអញ្ចឹងខ្ញុំអត់ទាន់ហ៊ាននិយាយទេគាត់ថាសង្ឃឹមថាថ្ងៃនោះដាក់អ្នកដែលល្អមកមិនបាច់គិតថាខ្សែក្រវ៉ាត់ទៅបានខ្មែរបានល្បីទេបងប្អូនបាទ
cứ đặt máu ở lò mờ bà cứ đặt máu ở lò mờ tôi thà ai thà dương anh ấy dương chặt đam lúc đâu là tập phao bao nhiêu này bà dương chặt đam lúc là spa cam bao nhiêu này chẳng đặt máu cứ ở trong máu là bây giờ một phone dương quát bàn tạm đặt trong khi kịp phao thạc sai các bạn nó một bị mixing mình sai các bạn WBC dumper chất buồn đây cái thà mình thà ban WC prote WBC dumper chất 4 là nó như chia thà ban vào kháng thay bà thay Australia thà các này ở đây dương chăm mơ to tiết ông bà chăm mơ to tiết sẽ xong tay mô thực ba chấm đàn thuộc men ở trong ban vậy rồi hỏi bà tại tông tay mô mũi tiết trong bông nơi chạm ấy đôi chia ISKA còn bà ISKA con máy đại thọ chuyên là bây giờ đỡ mà bà sai các bạn nó chơi mau mà tập 4 tụ bà tụ ta lấy khơi ngặt này bà trong sự khâm thà sai các bạn WBC đi viên năng mình ngặt đôi ISKA con máy đại chuyên là bây đại sọc thì đang bán cho bà rồi trong cái thà tàu rộng cho bạn ấy cứ bà trắng sự khâm thà vay job a job được miền ca từ tao bà hỏi cú đã tăng bà cú tăng từ đã tới cứ chắp xa bà chắp xa hỏi trong giấy này mình bắt đầu từ tại WBC thế mình bắt đầu tại ISKA thế cứ tu từ bà tu từ đây ở những khơi cái long màu bà mà tha là cái cô cái hàm cái hộp chất bia bà phía trước cứ ót bà không cài dọc sai các bạn hai phía trước trên poster nó cứ bọc đầm mòn thảo sai các bạn khai vô bà khai vô bà này trắng chỉ ca sử dụng po bọc nhóm hơi có trong trăm mưa tái thà thay đi đập buồn lúc tao để nào mau từ tao chúng là có con khai dương bà ok ta đôi chuyện vâng WBC miền Bắc Nam hay là khang Thái cái phong tại pop trán hay khi mà bạn xin chụp rồi bài chụp mũi khang bộ nhà xây dựng thôn đấy sập sai bạn ấy mình đang trong năng ai thà từ đọc lập quát ở bay xua bị bọn miền khác bà ai xua thầm Richard bà xây Richard đấy bộ phận không năng chẳng còn ai đằng và tại bọn miền này được thu bán nó cứ đôi chuyện miền ca tu squad thâm trời ta bà và tại chẳng nói khang Thái cái đẹp Thái con tại chỉ kịp bản chẳng kê giấy bài kế dương trăm mà xua khang dân sần bà xua khang dân sần đặt thêm để ra được có chưa là vậy đã tới đợt tu bao gồm bạn đang ngay thả cái lá co lấy quạt váy quạt miền cái lánh váy đến luôn bà quạt miền cái lánh váy đến luôn bong số chan số xây và thả không sắm trang thi bà tiêm chu tôi ya vô ta men bong mẹ đây bà men đi cái lẩu khóc ní bong cái lẩu khóc ní khang Thái cái phô thai cái bà khang Thái mìnhเคย pay bà pay WBC มวยไทย miền nè follow ไปchia ประมาณไซน์เนี่ยบ่เคยได้มันกี่บาทบ่nhưng mà toàn khơi chung là những check mà khơi là khang Thái phong bà khơi kịp phao đáy khơi được kia kịp phao trần thấy các con ta lấy cho mơ đã bay bị chạy ở time bàខ្ញុំនឹងជួបជាមួយខាងសម័យក្នុងជាផ្ទាល់ណាបាទនេះគេថាគេសរសេរថាมันមានការដាក់បញ្ចូលគុណខ្មែរនៅ WBC ឡើយបាទខ្សែបាត់ហ្នឹងគាត់ជាកដោពិសេសពីប្រធានស្ដីមីស៊ីកូសម្រាប់ការប្រកួតថ្ងៃ14ឥឡូវចាំមើលបងប្អូនគ្នាប៉ុន្តែបើតាមខ្ញុំតាមដានព័ត៌មានដូចជាមិនមែនជាកដោទេបាទមិនមែនជាកដោទេអញ្ចឹងចាំអត់បងប្អូនគ្នាបងប្អូនមានអីទៀតទេបាទដូចជាអស់ណាបងប្អូនដូចជា3ចំណុចបាទចំណុចទី4គឺសំណួរចម្លើយបាទអញ្ចឹងចាប់ដល់ពេលខ្ញុំមើលសំណួរបងប្អូនម្ដង WBC វាយវល់ជុំកើតអត់តាមខ្ញុំតាមដានកន្លងមក WBC ដូចជាអត់មានវល់ជុំទេបាទដូចជាអត់មានវល់ជុំទេឬក៏មានខ្ញុំរំលងក៏អត់ដឹងដែរបាទអាណិតពូណាងឥឡូវស្ងាត់ពូណាងមិនជាស្ងាត់អីទេពូណាងបាទសួស្ដីបាទស៊ីផៃមិនបានកម្មវិធីបដាយើងធ្វើយប់នេះបងបាទតាមពិតខ្ញុំបានបកស្រាយហើយបាទផលិតផលខ្លះគឺតម្រូវឲ្យប្រកួតចាប់ពីម៉ោង8យប់បាទអញ្ចឹងបងប្អូនខ្ញុំនិយាយប៉ុណ្ណេះស្គាល់ថាបងប្អូនយើងអាចនឹងដឹងណាផលិតផលមួយចំនួនគឺអនុញ្ញាតឲ្យផ្សាយចាប់ពីម៉ោង8អញ្ចឹងបើសិនជាផលិតផលនោះបាទចង់ផ្សាយមុនម៉ោង8បាទតើតែអត់មានពាណិជ្ជកម្មបាទតើតែអត់មានពាណិជ្ជកម្មខ្ញុំធ្លាប់ប្រាប់បងប្អូនហើយតើផលិតផលអីខ្លះអញ្ចឹងពេលខ្លះក៏អត់ចាំបាច់និយាយអីឲ្យចំដែរបាទផលិតផលខ្លះទៀតអាចវាយសេរីបាទម៉ោង10ពី10ថ្ងៃម៉ោង1ម៉ោង2ម៉ោង3ម៉ោង4ម៉ោង5ម៉ោង6ម៉ោង7ម៉ោង8អញ្ចឹងទៅបន្លែផលិតផលខ្លះទៀតដាច់ខាតគឺវាយម៉ោង8យប់បាទ8យប់ឡើងមិនវាយបានហើយបើចង់វាយមុនម៉ោង8តើតែអត់មានពាណិជ្ជកម្មហើយបើអត់មានពាណិជ្ជកម្មមិនកើតបងប្អូនបើផលិតផលគេចាយលុយរាប់ម៉ឺនដុល្លារកំពុងសមលេងធំថ្ងៃ14ហ្នឹងហើយតាមដឹងគឺវាយថ្ងៃទី14ហ្នឹងគឺតាមខ្សែក្រវ៉ាត់ WBC បងប្អូនមានអ្នកណានៅខាងកពតអីបាទ IPCC រៀងនៅមានជាប្រតិភិបIPCC ដូចជាមានអីបងប្អូន IPCC ជាស្ថាប័នមួយមិនធំណាស់ណាប៉ុន្តែកីឡាករនៅលើពិភពលោកនេះពាក់ច្រើន IPCC បាទពាក់ច្រើនតាពាក់ច្រើនបាទក្លឹបល្បីអ្នកជិតខាងយើងក៏សម្បូរពាក់ដែរ IPCC
មិនចាំដូចជាថាប្រយ័ត្នខ្មាស់គេខ្ញុំគិតថាដូចជាមិនដូចជាថាទេបាទឥឡូវយើងចាំអត់មើលទាំងអស់គ្នាទៀតបាទដូចជាថាអត់យើងចាំមើលទាំងអស់គ្នាណានិយាយមែនទេទៅសម្រាប់ខ្សែក្រវ៉ាត់ WBC នេះគឺខ្ញុំអត់ទាន់បានទៅជួបផ្ទាល់ឬក៏ដឹងព័ត៌មានផ្ទាល់ទេគឺសិតតែប្រយោលតាមរយៈតាមដាន page ផ្លូវការរបស់ខាង KIF page របស់លោកញ៉ាសៃយ៉ាន់ថនបើថាឲ្យទៅជួបគាត់ផ្ទាល់សួរសាកសួរផ្ទាល់ដូចជានៅទេបាទប៉ុន្តែប្រភពដ៏ជិតស្និទ្ធមួយគឺបានបញ្ជាក់ច្បាស់ប្រាប់ខ្ញុំតែម្ដងបាទខ្ញុំធ្លាប់ជួបគាត់ម្ដងបាទមុននឹងខ្សែក្រវ៉ាត់នេះជាប់ជាពាក្យគុណខ្មែរគឺគាត់ថាខាង WBC គឺគេព្រមឲ្យបញ្ចូលដាក់ពាក្យគុណខ្មែរយើងនៅក្នុងហ្នឹងបាទតៃម៉ូមកខ្មែរថ្ងៃណាអូបាទតៃម៉ូមកយប់នេះបាទម៉ោង 12 យប់នេះមកហើយ 700k សល់ 125k កុំបានគឺសុំបញ្ញាប្រហែលស្ងាត់បាទនិយាយទៅគឺសុំបញ្ញាក៏មានគេហៅថាធៀបសំដែលធ្វើឲ្យបងប្អូនយើងក៏តាមដានដែរបាទធៀបសំទូចមួយបាទមិនជាធំទេបងនិយាយតែមកដល់ខ្មែរយប់ហ្នឹងមែនបាទហ្នឹងហើយតែមកដល់ខ្មែរយប់ហ្នឹងបាទទាំងអស់គ្នាកីឡាករទាំង5នាក់ហ្នឹងគឺមកទាំងអស់គ្នា IPCC ចង់ជារាចង់5ខ្សែច្រើនបាទឃើញច្រើនដែរបងថ្ងៃទីប្រហែលគេមកវាយនៅកម្ពុជាអូបាទកម្ពុជាគឺវាយថ្ងៃអាទិត្យនេះហើយគឺខ្ញុំទៅបងប្អូនបាទខ្ញុំទៅធ្វើពិធីករនៅទីនោះថ្ងៃទី2លឿនណាស់ចប់ថ្ងៃអាទិត្យថ្ងៃទី6បាទថ្ងៃទី6បងប្អូនបាទថ្ងៃទី6ជួបគ្នាបងនិយាយនឹងតៃម៉ូមកបន្តិចខ្ញុំនិយាយខាងលើហើយណាបាទតៃម៉ូគាត់មកជួបអ្នកណាហ្នឹងគឺខ្ញុំបាននិយាយខាងលើអស់ហើយតែគូតៃម៉ូក៏បានជម្រាបបងប្អូនយើងបដាដែរបាទកីឡាឆ្វេងបាទមានច្រើនទេចាប់អត់ទាំងអស់គ្នាឥឡូវកំពុងតាមដានព័ត៌មានអ្នកចិត្តខាងអ្នកចិត្តខាងថា WBC ហ្នឹងគ្រាន់តែជា gift បាទហ្នឹងវាជាការលើកឡើងរបស់គេចាំតាមដានទាំងអស់គ្នាទៀតសុកច័ន្ទនេះសំណួរនេះល្អបាទខ្សែក្រវ៉ាត់ WBC មានពាក្យគុណខ្មែរនេះអាចលេងបានតែក្នុងស្រុកឬជាសកលតាមអ្វីដែលខ្ញុំដឹងអានេះខ្ញុំអត់និយាយ WBC ទេខ្ញុំនិយាយ ISKA ខ្ញុំនិយាយ ISKA ដែលខ្ញុំដឹងហើយខ្ញុំធ្លាប់ស្ដាប់គេនិយាយណាដើម្បីបញ្ចូលពាក្យ ISKA គុណខ្មែរនឹងបានបាទតើមានប្រមាណប្រទេសដែលព្រមបាទចូលរួមជាសមាជិករបស់យើងបាទអញ្ចឹងប្រទេសដែលព្រមចូលជាសមាជិករបស់យើងមានប្រមាណគឺប្រទេសនោះអាចប្រកួតបានហើយដោយឡែកបាទបងសចាន់គាត់សួរនេះគឺខ្ញុំឆ្លើយនេះទាំងគេហៅថាសម័យអត់ជាចម្លើយពិតទេចម្លើយពិតទោះតែបងអញ្ញាសៃយ៉ាន់ថនតែម្ដងឬក៏សៃឌីជបុតប៉ុន្តែខ្ញុំអាចឆ្លើយតាមរយៈខ្សែក្រវ៉ាត់តែស្តៀងគ្នាដោយសារតែខ្ញុំឃើញនៅលើខ្សែក្រវ៉ាត់ WBC គុណខ្មែរនោះមានទង់ជាតិច្រើនអញ្ចឹងទង់ជាតិនោះវាហាក់បីដូចជាតំណាងឲ្យខាងគុណខ្មែរដែរប៉ុន្តែខ្ញុំមិនដឹងថាតើមានប្រមាណប្រទេសដែលគេបានចូលរួមជាមួយខាងគុណខ្មែរយើងទេបាទអញ្ចឹងបើសិនជាច្រើនប្រទេសណាដែលចូលរួមគឺប្រទេសហ្នឹងអាចប្រកួតទៅតាមបានដែរបាទអញ្ចឹងដូចខ្ញុំបាននិយាយអញ្ចឹងគឺខ្សែក្រវ៉ាត់នេះខ្ញុំអត់តន់ស៊ីជម្រៅតែសំណួរនេះល្អមុតល្អនេះខ្សែក្រវ៉ាត់ WBC មានពាក្យគុណខ្មែរអាចលេងបាននៅក្នុងស្រុកខ្មែរឬក៏ជាសកលសំណួរនេះល្អបាទសំណួរល្អមុតល្អបាទមុតល្អមែនទែនបាទហើយបើមានឱកាសខ្ញុំនឹងសួរជុំណាបងសុច័ន្ទបាទដូចនិយាយអញ្ចឹងដោយសារតែខ្ញុំអត់តន់ស៊ីជម្រៅបាទអត់តន់ស៊ីជម្រៅអញ្ចឹងគឺពិបាកបន្តិចបាទបើដូច WBC មួយថៃអាហ្នឹងគេលេង worldwide បានហើយបាទដោយសារគេមានប្រទេសជាច្រើនគេចូលរួមជាសមាជិកបាទអញ្ចឹងប្រទេសដែលចូលរួមជាសមាជិកគឺជាទូទៅគេអាចចូលប្រជែងបានហើយប៉ុន្តែសួរមកវិញថាកន្លងមកបាទខ្មែរយើងអត់តន់ចូលជាសមាជិករបស់គេផងមិនបានទៅប្រកួតបានអាហ្នឹងក៏វាជាចម្ងល់ដែរអាហ្នឹងក៏វាជាចម្ងល់ដែរបាទអញ្ចឹងពេលខ្លះទៅសួរទៅកាន់ប្រធានធំ WBC អូសំណួរល្អមែនទែនបាទសំណួរល្អបាទសំណួរនេះខ្ញុំឆ្លើយអត់ចេញដែរព្រោះខ្ញុំដឹងអត់ទាន់ច្បាស់អញ្ចឹងនិយាយទៅពេលខ្លះវាអាចខុសបាទអរគុណបាទបងសចាំសំណួរល្អបងអើយសំណួរល្អមែនទែន WBC ស្អាតអត់មានទង់ជាតិមកពីយើងមិនទាន់មានសមាជិកមែនបងតាមដឹងគឺបែបហ្នឹងបាទយើងអត់ចូលជាសមាជិករបស់គេគឺគេដាក់ទេហូបបាយនៅបងស្មានហ្នឹងបាទហូបហើយតោះអរគុណមែនទែនបងប្អូនសម្រាប់ការចូលរួមបងប្អូនយើងហើយខ្ញុំនឹងជីកកកាយសួរបន្ថែមហើយកំពុងតាមដានដូចគ្នាបាទ WBC ថាតើអាចនឹងយ៉ាងម៉េចយ៉ាងណាហើយយើងចាំតាមដានទាំងអស់គ្នាដោយឡែកបាទខ្ញុំអត់ទាន់បានស៊ីជម្រៅទេបាទជាមួយខ្សែក្រវ៉ាត់ WBC នេះប៉ុន្តែយើងបានឃើញគឺបានបញ្ចូលពាក្យគុណខ្មែរនៅទីនោះមានប្រាសាទបាទអង្គរវត្តរបស់យើងហើយមានពាក្យ Cambodia បាទមានរូបទង់ជាតិអីចឹងទៅអញ្ចឹងចាំមានអីថ្មីបន្តទៀតខ្ញុំនឹងធ្វើបច្ចុប្បន្នភាពបាទចែកជូនបងប្អូនយើងបងតៃមកប្រកួតនៅខ្មែរថ្ងៃទីប៉ុន្មានបាទថ្ងៃទី3បាទថ្ងៃទី3បាទអរគុណបាទបងប្អូនអរគ្នាដែលបានតាមដានបាទវីដេអូមួយនេះនៅក្នុងការ live តាំងពីដើមរហូតដល់ចប់ដែរអរគុណច្រើនជម្រាបលាបាទជួបគ្នាឱកាសក្រោយបងប្អូនបាយ